បាទបន្ទាប់ពីបងប្អូនទាំងអស់គ្នាបានទទួលជ្រាបនៅពីវីដេអូមុនហើយដែលវីដេអូទី2នោះគឺខ្ញុំបាននិយាយពាក់ព័ន្ធទៅនឹងប្រវត្តិនៃការរកឃើញសម្បុកតិចកម្មក៏ដូចជាប្រវត្តិនៃការវិវត្តការចិញ្ចឹមតិចកម្មពីក្នុងរូងភ្នំបែបធម្មជាតិមកជាការចិញ្ចឹមតិចកម្មលក្ខណៈសាងសង់ជាផ្ទះសិប្បនិមិត្តដូចបច្ចុប្បន្ននេះអញ្ចឹងវីដេអូមួយនេះវីដេអូភាគទី3នេះគឺខ្ញុំនឹងធ្វើការនិយាយអំពីប្រវត្តិមួយទៀតគឺប្រវត្តិទីផ្សារក៏ដូចជាទីផ្សារនៃសម្បុកតិចកម្មណាបងប្អូនទាំងគ្នាអញ្ចឹងយើងនិយាយត្រឡប់ថយក្រោយបន្តិចប្រវត្តិទីផ្សាររបស់សម្បុកតិចកម្មត្រូវបានបើកទំព័រដំបូងគេនៅក្នុងប្រទេសចិនណានៅក្នុងប្រទេសចិនដោយមេតបជើងទឹកដែលខ្ញុំនិយាយថាមេតបជើងទឹកដែលគាត់ទៅបង្ក្រាបចោលសមុទ្រគាត់ឈ្មោះជេងហេបាទជេងហេគឺគាត់បានបើកទំព័រទីផ្សារសម្បុកតិចកម្មដំបូងគេនៅប្រទេសចិនដោយការនាំយកសម្បុកតិចកម្មពីកោះដែលគាត់បានជាប់គាំងនៅប្រទេសឥណ្ឌូនេស៊ីនោះយកទៅថ្វាយស្ដេចនិងថ្វាយមន្ត្រីខាងរាជវង្សនៅបរមរាជវាំងហ្នឹងឲ្យសោយច្រឡំសែបសោយឲ្យសោយនៅទឹកមាត់តិចកម្មនេះចាប់ពីពេលនោះមកគឺទីផ្សារសម្បុកតិចកម្មចាប់ដើមដំណើរការក៏មានតម្រូវការជាបន្តបន្ទាប់នៅក្នុងទីផ្សារនៃរាជវង្សចិននៅក្នុងរាជវង្សមិញនិងរាជវង្សថាងនោះឯងចាំបងប្អូនទាំងអស់គ្នាមន្ត្រីរាជការខ្សែរាជវង្សនិងអ្នកដែលមានឋានៈបុណ្យស័ក្តិខ្ពស់ៗនៅក្នុងសម័យនោះគឺបានទទួលទាននៅសម្បុកតិចកម្មព្រោះពួកគាត់បានជឿជាក់ថាវាគឺជាអាហារដែលជួយបំពេញសុខភាពឲ្យមានភាពរឹងមាំរួមទាំងជួយរក្សាអាយុជីវិតរបស់យើងឲ្យមានអាយុយឺនយូរណាបងប្អូនទាំងអស់គ្នាបងប្អូនទាំងហ្នឹងក៏មើលរឿងចិនរឿងខ្លះស្ដេចចិននៅក្នុងសម័យមុនដល់ថ្នាក់ផលិតថ្នាំជីវិតអមតៈទៀតប៉ុន្តែផលិតអត់បានទេបងប្អូនទាំងអស់នេះណាបាទហ្នឹងហើយអញ្ចឹងយើងបែរមកនិយាយរឿងប្រវត្តិរបស់តិចកម្មបន្តទៀតអញ្ចឹងតម្លៃរបស់វាគឺមានតម្លៃខ្លាំងមែនតើនាសម័យនោះហើយទល់តម្លៃមកដល់បច្ចុប្បន្ននេះតម្លៃរបស់វាក៏មិនជាថោកដែរបើយើងធៀបទៅ1គីឡូនៃសម្បុកតិចកម្មរបស់យើងបច្ចុប្បន្នរាល់ថ្ងៃក៏នៅជាងថ្លៃជាងផលិតផលកសិកម្មយើងមួយចំនួនដែលមានទម្ងន់រហូតដល់1តោននោះតោះណាបាទអញ្ចឹងបច្ចុប្បន្នសម្បុកតិចកម្មរបស់យើងនៅតែតម្លៃវាយើងនឹងអាចទទួលយកបានបើយើងធៀបត្រឡប់ទៅកាលពី2016 17 18តម្លៃរបស់វាគឺពិតជាពិសេសមែនទែនប៉ុន្តែកត្តាដែលនាំឲ្យតម្លៃរបស់វាប្រែប្រួលមកដល់បច្ចុប្បន្ននេះមិនមែនមកពីកត្តាការផ្គត់ផ្គង់របស់យើងឬក៏ការផលិតរបស់យើងវាច្រើនពេកទេបងប្អូនទាំងអស់គ្នាបាទវាចាប់ដើមប្រែប្រួលចុះបន្តិចម្ដងពី2019មកដល់បច្ចុប្បន្ននេះគឺមិនមែនដោយកត្តាខ្លួនវាទេគឺដោយកត្តារឿងផ្សេង2019កូវីដបន្ទាប់មកមានបញ្ហានេះបញ្ហានោះរហូតដល់បច្ចុប្បន្ននេះគឺមានបញ្ហាដែលបងប្អូនទាំងអស់គ្នាកំពុងឃើញនេះគឺមិនមែនជាបញ្ហាដែលកើតឡើងដោយការផ្គត់ផ្គង់សម្បុកតិចកម្មច្រើននោះទេប៉ុន្តែបងប្អូនត្រូវទាញគិតមកវិញថាប្រសិនបាទផលិតផលមួយដែលលក់មិនចេញនៅក្នុងទីផ្សារដែលនាំឲ្យតម្លៃរបស់វាធ្លាក់ខ្លួនចុះគឺយើងមើលសកម្មភាពនៅលើបណ្ដាញសង្គមនេះពេលបច្ចុប្បន្ននេះស្ទើរតែគ្មានម្ចាស់ផ្ទះតិចកម្មបង្ហោះថាខ្ញុំត្រូវការលក់សម្បុកតិចកម្មឡាយឡុងខ្ញុំត្រូវការលក់សម្បុកតិចកម្មក្នុងតម្លៃប៉ុណ្នេះបងប្អូនជួយទិញទៅខ្ញុំស្ទះខ្ញុំលក់អត់ចេញអត់មានទេណាបងប្អូនទាំងនេះស្ទើរតែមិនឃើញដែលខ្ញុំជាអ្នកតាមដានខ្ញុំជាអ្នកស្រាវជ្រាវគឺខ្ញុំស្ទើរតែមិនឃើញតតែសោះប៉ុន្តែផ្ទុយទៅវិញយើងងាកត្រឡប់ទៅមើលអំពីឈ្មួញអ្នកដើរទិញវិញគាត់តែងតែបង្ហោះថាត្រូវការសម្បុកតិចកម្ម1តោន2តោន3តោនឬក៏ត្រូវការសម្បុកតិចកម្មមិនកំណត់ថ្ងៃនេះខ្ញុំចុះទៅជំនាញផ្លូវជាតិលេខ5ថ្ងៃនេះខ្ញុំចុះទៅជំនាញផ្លូវជាតិលេខ6នេះសបញ្ជាក់ឲ្យឃើញថាតម្រូវការរបស់សម្បុកតិចកម្មនៅតែមានបើទោះបីនៅក្នុងកលៈទេសៈណាក៏ដោយណាបងប្អូនទាំងអស់គ្នាដែលខ្ញុំហ៊ាននិយាយថាបច្ចុប្បន្ននេះតម្លៃរបស់វាធ្លាក់ចុះនេះមិនមែនមកពីកត្តាខ្លួនវាផ្ទាល់ទេដែលខ្ញុំនិយាយថាមិនមែនមកពីកត្តាផ្គត់ផ្គង់ផ្ទាល់ទេព្រោះធម្មតាការផ្គត់ផ្គង់នៅក្នុងទីផ្សារកាលណាតែការផ្គត់ផ្គង់ខ្ពស់តម្រូវការទាបតម្លៃគឺវាធ្លាក់ចុះប៉ុន្តែខ្ញុំនិយាយជារួមអមាញ់មិញគឺខ្ញុំសន្និដ្ឋានជាការយល់ឃើញរបស់ខ្ញុំតម្លៃសម្បុកតិចកម្មមិនមែនប្រែប្រួលចុះដោយសារខ្លួនវាផ្ទាល់ទេគឺដោយសារកត្តាផ្សេងដែលវាជះឥទ្ធិពលមកដល់តម្លៃរបស់សម្បុកតិចកម្មរបស់យើងព្រោះវាជាប្រភេទអាហារដែលញ៉ាំបំពេញបន្ថែមវាមិនមែនជាប្រភេទអាហារដែលចាំបាច់ដែលយើងអត់ញ៉ាំមិនបាននោះទេយើងចង់ញ៉ាំក៏បានយើងមិនចង់ញ៉ាំក៏បានប៉ុន្តែគាត់ថាទីផ្សារនៅស្រុកចិនគឺគេវាខ្លាយជាដូចខ្ញុំនិយាយវីដេអូមុនថាវាជាប្រភេទអាហារប្រពៃណីអញ្ចឹងទម្លាប់នៃការញ៉ាំគឺវាបានខ្លាយទៅជាប្រពៃមួយដែលពិបាកក្នុងការលុបបំបាត់អញ្ចឹងយើងត្រូវតែញ៉ាំវាមិនបានញ៉ាំវាចេះមានអារម្មណ៍ថាដូចជាខ្វះអ្វីមួយយ៉ាងណាបងប្អូនអរគុណយើងទម្លាប់ញ៉ាំអ្វីមួយអញ្ចឹងកាលណាបើយើងអត់បានញ៉ាំអត់បានធ្វើទៅមានអារម្មណ៍ថាវាដូចជាបាត់អ្វីមួយយ៉ាងខ្វះអ្វីមួយយ៉ាងអញ្ចឹងយើងត្រូវតែធ្វើវា
សបុកជាកម្មដូចគ្នាសម្រាប់អ្នកមានលុយអភិជននៅស្រុកចិនជាមានលទ្ធភាពគឺគេត្រូវតែញ៉ាំទោះបីជាកលៈទេសៈបែបណាក៏ដោយដែលជាហេតុធ្វើឲ្យសបុកជាកម្មទីផ្សារជាកម្មរបស់យើងនៅតែដើរទោះទៅក្នុងកលៈទេសៈណាក៏ដោយបងប្អូនអាចសម្គាល់មើលខ្លួនឯងបានអ្វីដែលខ្ញុំនិយាយនេះមិនមែននឹកឃើញចេះតែនិយាយក៏មិនមែននិយាយក្នុងគោលបំណងបញ្ចុះបញ្ចូលជំរុញឲ្យបងប្អូនចេះតែសាងសង់គ្មានមូលដ្ឋានដែរខ្ញុំឲ្យបងប្អូនយើងជាមូលដ្ឋានគឺយកទៅសិក្សាយកទៅស្រាវជ្រាវបន្ថែមទៀតហើយត្រឡប់មកគិតនៅអ្វីដែលខ្ញុំបាននិយាយតើអាចទទួលយកបានមានភាពជាក់លាក់ពិតប្រាកដបែបនោះឬក៏អត់ណាបងប្អូនវីដេអូដែលខ្ញុំចេញមកកន្លងនេះគឺចេតនាចង់បងប្អូនអរគ្នាសិក្សាស្វែងយល់មិនមែនបង្ខំឲ្យបងប្អូនធ្វើទេណាតែបើបងប្អូនធ្វើរឹតតែល្អព្រោះវាជារបបមួយដែលល្អណាបាទអញ្ចឹងត្រូវការប្រភពព័ត៌មានដើម្បីបងប្អូនអរគ្នាយកទៅធ្វើការសម្រាប់ចិត្តបងប្អូនអញ្ចឹងបញ្ហាទីផ្សារជាកម្មគឺទំព័រត្រូវបានបើកឡើងដោយមេតបជេងហេហ្នឹងកាលពីជំនាន់រាជវង្សមីងរាជវង្សថាងហ្នឹងដូចក្នុងវីដេអូមុនដែលខ្ញុំបាននិយាយហ្នឹងឯងបងប្អូនអរគ្នាបាទអញ្ចឹងទីផ្សារមួយគឺមានតាំងពីនោះមហូបដល់បច្ចុប្បន្ននេះនៅតែដំណើរការល្អនៅតែមានទីផ្សារល្អណាបងប្អូនអរគ្នាបាទហើយបច្ចុប្បន្ននេះគឺចិនជាទីផ្សារដែលធំជាងគេដែលបណ្ដាប្រទេសដែលអាចផលិតបាននៅអាស៊ីអាគ្នេយ៍យើងនេះនាំទៅគឺប្រទេសចិនជាគោលដៅមួយដែលធំណាបន្ទាប់មកទីផ្សារវៀតណាមទីផ្សារម៉ាឡេទីផ្សារថៃជាទីផ្សារបន្តបន្ទាប់ពីចិនបន្តទៀតហើយបច្ចុប្បន្ននេះខាងអឺរ៉ុបក៏គេមានតម្រូវការដែរកាលពីមួយខែមុនពូរបស់ខ្ញុំពូរបស់ចែគាត់រស់នៅប្រទេសអូស្ត្រាលីគាត់បានមកលេងស្រុកខ្មែរហើយគាត់ជួបខ្ញុំគាត់និយាយគាត់សួរនាំរឿងផ្ទះជាកម្មគាត់ថាពូរាល់ថ្ងៃនោះពូញ៉ាំជាប្រចាំប៉ុន្តែតម្លៃវាថ្លៃណាស់ក្មួយបើអាចចង់ឲ្យក្មួយនាំទៅលក់នៅក្នុងផ្ទាល់តែម្ដងដើម្បីពូនេះមានញ៉ាំទៅគឺមិនសូវចំណាយលុយច្រើនហើយគាត់ថានៅក្នុងគឺគេនិយមញ៉ាំច្រើនណាស់អ្នកដែលមានជីវភាពល្អលទ្ធភាពគឺគេញ៉ាំច្រើនអញ្ចឹងមកន័យថាទីផ្សារសបុកជាកម្មនេះពេលបច្ចុប្បន្ននេះចាប់ដើមរីកចម្រើនជាបន្តបន្ទាប់បងប្អូនយើងចាប់ដើមទទួលស្គាល់ជាបន្តបន្ទាប់តាមរយៈអីបងប្អូនដឹងទេប្រជាជនចិនសញ្ជាតិគាត់មានជាសាច់ឈាមជាចិនអញ្ចឹងគាត់ទម្លាប់ញ៉ាំហើយបងប្អូនដឹងហើយជនជាតិចិននៅក្នុងពិភពលោកយើងនេះគឺស្ទើរតែគ្រប់បណ្ដាប្រទេសទាំងអស់មានជនជាតិចិនសូម្បីនៅកម្ពុជារបស់យើងបច្ចុប្បន្ននេះក៏បងប្អូនឃើញថាជនជាតិចិនមករស់នៅទីនេះច្រើនដែរអញ្ចឹងការបន្សាយព័ត៌មានការសាបព្រោះនៃព័ត៌មានការបន្សាយនៃទម្លាប់នៃការញ៉ាំរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃវាធ្វើឲ្យកាន់តែរីកចម្រើនឡើងជាពិសេសនៅក្នុងប្រទេសចិនផ្ទាល់តែម្ដងណាបងប្អូនអរគ្នាបាទអញ្ចឹងជាហេតុធ្វើឲ្យទីផ្សាររបស់ជាកម្មមួយនេះគឺមិនងាយនឹងរីងស្ងួតទេខ្ញុំហ៊ាននិយាយបែបហ្នឹងគឺមិនងាយនឹងរីងស្ងួតទេតាមខ្ញុំប្រឡូកចូលវិស័យនេះជិត10ឆ្នាំទៅហើយទីផ្សារគឺមិនដែលចេះជាប់គាំងយ៉ាងម៉េចទេបងប្អូនអរគ្នានៅតែមានដំណើរការនៅតែមានតម្រូវការល្អប្រសើរណាបងប្អូនអ្វីដែលពិសេសតាក់ទងទៅនឹងទីផ្សាររបស់ជាកម្មមួយទៀតនោះគឺតាក់ទងតម្រូវការនិងការផ្គត់ផ្គង់អញ្ចឹងបងប្អូនដឹងថាប្រទេសចិនជាប្រទេសមួយដែលមានប្រជាពលរដ្ឋធំជាងគេនៅលើពិភពលោកណាហើយបច្ចុប្បន្នតម្រូវការទីផ្សារតម្រូវការសបុកជាកម្មមានទូទាំងពិភពលោកគេត្រូវការតែម្លាប្រទេសធំគឺគេត្រូវការសបុកជាកម្មដើម្បីយកទៅប្រើប្រាស់ប៉ុន្តែអ្វីដែលពិសេសគឺសបុកជាកម្មมันអាចចិញ្ចឹមបានទូទាំងពិភពលោកទេមានតែបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងប្រមាណប្រទេសប៉ុណ្ណោះដែលអាចចិញ្ចឹមបានក្នុងនោះរួមទាំងកម្ពុជាយើងផងដែរណាជើងមានតែ6 7ប្រទេសដែលអាចចិញ្ចឹមបានក្នុងនោះរួមទាំងកម្ពុជាយើងផងដែរហើយកម្ពុជាយើងតាមរយៈការចុះទស្សនកិច្ចរបស់ខ្ញុំផ្ទាល់នៅប្រទេសម៉ាឡេស៊ីនៅអីផ្ទាល់យកមកធៀបជាមួយនឹងភូមិសាស្ត្រកម្ពុជារបស់យើងប្រទេសយើងគឺមានកត្តាអំណោយផលល្អមែនទែនសម្រាប់ការសាងសង់ផ្ទះជាកម្មដែលខ្ញុំបានជួបម្ចាស់ផ្ទះនៅទីនោះគេចិញ្ចឹមរយៈពេល2ទៅ3ឆ្នាំមួយខែគេទៅបេះបានមួយខាំឬក៏2ខាំគេថាគឺជាទុនលេខគឺជាទិន្នផលមួយដែលល្អហើយតែកម្ពុជាយើងនិយាយ2 3ឆ្នាំមើលហោចណាស់ក៏មួយខែ1គីឡូទៅ2គីឡូដែរណាបងប្អូនបាទហោចណាស់ក៏មួយខែ1គីឡូទៅ2គីឡូដែរអញ្ចឹងវាគឺជារឿងដែលល្អដែលឱកាសដែលល្អសម្រាប់បងប្អូនយើងទាំងអស់គ្នាមានថវិកាមានដើមទុនអាចពិចារណាលើរបរនេះបានបាទអញ្ចឹងតើទៅនឹងទីផ្សារខ្លីៗប៉ុណ្នេះជូនបងប្អូនសង្ឃឹមថាវាគឺជាប្រភពព័ត៌មានសម្រាប់បងប្អូនយើងទាំងអស់គ្នាបំបត្តិការភ័យខ្លាចព្រោះបងប្អូនយើងតែងតែធ្លាប់សួរខ្ញុំថាលោកគ្រូធ្វើបានតែលក់នៅណាលោកគ្រូធ្វើច្រើនតិចតម្លៃថោកទៅលោកគ្រូតិចទៀតទៅអនាគតទៅមានកាន់តែច្រើនគេជប់ទិញទៅជាងគាត់តែចង់បញ្ជាក់ថាវាគឺជាអាហារប្រពៃណីរបស់ចិនបាត់ទៅហើយតម្រូវការមិនមែនមានតែចិនទេមានច្រើននៅបណ្ដាប្រទេសនៅលើពិភពលោកយើង
ចឹងមិនងាយនឹងលុបបំបាត់ទេហើយក៏មិនងាយនឹងបោះបង់ពោះសារជាតិចិញ្ចឹមនៅក្នុងសម្បុកជាកម្មគឺពិតជាល្អប្រសើរដែលអាចបំពេញសុខភាពយើងល្អមែនតើណាបងប្អូនអ្នកនេះបាទជួបគ្នានៅវីដេអូក្រោយបើពេញចិត្តចូលចិត្តនៅការចែករំលែករបស់ខ្ញុំសូមជួយ like ជួយ share វីដេអូនេះមួយបាទបាយបាយ